ពិធីបុណ្យភ្ជុំបិណ្ឌជាពិធីបុណ្យប្រពៃណីជាតិតាមបែបពុទ្ធសាសនាកាលពីសម័យដើមបុណ្យនេះគេប្រារព្ធធ្វើចាប់ពីថ្ងៃទី1រោចខែអាសាឍពេលចូលវស្សាររហូតដល់ថ្ងៃទី15កើតខែអាសត់ពេលចេញវស្សាមានរយៈពេល3ខែបច្ចុប្បន្នបុណ្យភ្ជុំចាប់ផ្ដើមនៅថ្ងៃទី1រោចដល់ថ្ងៃទី15រោចខែភទ្របទគឺមានរយៈពេល15ថ្ងៃប៉ុណ្ណោះបុណ្យភ្ជុំបិណ្ឌគេចែកជាពិធីដាក់បិណ្ឌឬហៅថាកាន់បិណ្ឌមានរយៈពេល14ថ្ងៃដោយគិតចាប់ពីថ្ងៃទី1រោចរហូតដល់ថ្ងៃទី14រោចលុះដល់ថ្ងៃទី15រោចខែភទ្របទដដែលគេហៅថាបុណ្យភ្ជុំបិណ្ឌថ្ងៃនោះពុទ្ធបរិស័ទនៅគ្រប់ទិសទីទៅជួបជុំគ្នាតាមភូមិឋានរៀងៗខ្លួននិងនាំយកចង្ហាន់និងទេយ្យទានទៅប្រគេនព្រះសង្ឃនៅវត្តដើម្បីឆ្លងបុណ្យចាពិធីបុណ្យភ្ជុំបិណ្ឌមានអត្ថន័យនិងមានទំនាក់ទំនងរវាងមនុស្សដែលនៅរស់និងបុព្វការីជនរបស់ខ្លួនដែលបានចែកឋានទៅគោលបំណងនៃពិធីបុណ្យនេះគឺដើម្បីឧទ្ទិសកុសលនិងចំណីអាហារដល់សាច់សាលោហិតដែលបានចែកឋានទៅពាក្យបិណ្ឌមានន័យថាដុំបាយឬពំនូតបាយដែលគេឧទ្ទិសដល់អ្នកដែលស្លាប់បាយបិណ្ឌគឺជាពំនូតបាយដំណើបលាយជាមួយខ្ទិះដូងនិងគ្រឿងផ្សំសណ្តែកបាយលីងគេតែងរៀបចំបាយបិណ្ឌដាក់ក្នុងថាសឯបាយបិទបោដាក់ចំកណ្ដាលថាសបាយបិទបោដូចជាបាយបិណ្ឌដែរគ្រាន់តែគេពូនបាយនោះឲ្យរាងជាសាជីហើយគ្របស្លឹកចេកពីលើគេដោតទៀនធូបនៅលើកំពូលនៃបាយបិទបោរៀបចំផ្កាបិណ្ឌជាដង្វាយចំពោះព្រះចលមនីចេតិយរបស់ព្រះសម្មាសម្ពុទ្ធផ្កាបិណ្ឌគេរៀបចំនៅក្នុងរោងផ្កានោះគេរៀបមានរាងមូលដូចសាជីដែរលើកំពូលផ្កាបិណ្ឌគេធ្វើរូបហង្សទ្រទានដែលគេពូនរាល់យប់នៅពេលកាន់បិណ្ឌជំនឿពិធីបុណ្យកាន់បិណ្ឌគឺស្ថិតនៅក្នុងជំនឿពុទ្ធសាសនាតាមជំនឿក្នុងពុទ្ធសាសនាមនុស្សស្លាប់ទៅក៏នៅតែទទួលអំណាចនៃកម្មផលទៅតាមអំពើដែលខ្លួនបានប្រព្រឹត្តកាលនៅមានជីវិតមនុស្សចិត្តអាក្រក់ប្រព្រឹត្តបាបកម្មលុះស្លាប់ទៅតែងទៅកើតជាប្រេតនរកនៅស្ថានយមរាជតាមគម្ពីររបស់ពុទ្ធសាសនាគេថាប្រេតមាន4ប្រភេទគឺប្រេតចិញ្ចឹមជីវិតដោយខ្ទុះឈាមប្រេតដែលស្រែកឃ្លានអាហារជានិច្ចប្រេតដែលស្ថិតក្នុងភ្លើងជានិច្ចនិងប្រេតដែលចិញ្ចឹមជីវិតដោយផលដែលបុគ្គលដទៃឧទ្ទិសឲ្យប្រេតទាំង4ប្រភេទនេះត្រូវបានទទួលយកនៅភោគផលដែលកូនចៅឧទ្ទិសឲ្យក្នុងពិធីបុណ្យភ្ជុំបិណ្ឌគេតែងមានជំនឿថារយៈពេល14ថ្ងៃនៃថ្ងៃកាន់បិណ្ឌបើប្រេតដើរគ្រប់7វត្តហើយនៅតែរកមិនឃើញកូនចៅឬសាច់ញាតិរបស់ខ្លួនទេពួកប្រេតទាំងនោះនឹងអត់បាយអត់ទឹករងទុក្ខវេទនាពួកគេជេរប្រតិចដាក់បណ្ដាសាដល់កូនចៅកុំឲ្យមានសេចក្តីសុខអ្វីទាំងអស់តើបុណ្យដាក់បិណ្ឌនិងបុណ្យភ្ជុំបិណ្ឌគេរៀបចំយ៉ាងដូចម្តេចពុទ្ធបរិស័ទនៅក្នុងប្រទេសប្រារព្ធពិធីបុណ្យដាក់បិណ្ឌចាប់ពីថ្ងៃទី1រោចរហូតដល់ថ្ងៃទី14រោចខែភទ្របទពេលនោះគេបានហៅថាបិណ្ឌ1បិណ្ឌ2ហូរហែរហូតដល់បិណ្ឌ14ក្នុងបិណ្ឌនីមួយៗអ្នកស្រុកចែកគ្នាជាក្រុមដាក់វេនគ្នាធ្វើចង្ហាន់ប្រគេនព្រះសង្ឃគង់នៅឯវត្តលុះដល់ថ្ងៃទី15រោចជាថ្ងៃបញ្ចប់គេហៅថាថ្ងៃបុណ្យភ្ជុំបិណ្ឌអ្នកស្រុកនាំគ្នាធ្វើចង្ហាន់យកទៅប្រគេនព្រះសង្ឃពួកគេជួបជុំគ្នានៅក្នុងវត្តនិងមានយកនំអន្សមផ្លែឈើតែស្ករទឹកក្រូចទឹកដោះគោនិងវត្ថុផ្សេងៗជាច្រើនទៀតទៅប្រគេនព្រះសង្ឃបន្ទាប់មកគេធ្វើពិធីរាប់បាត្រប្រគេនចង្ហាន់ព្រះសង្ឃនិងបាំងស្កូលផងដើម្បីឧទ្ទិសផលនោះទៅដល់ញាតិដែលចែកឋានទៅពេលរសៀលពុទ្ធបរិស័ទទាំងអស់នាំគ្នាស្ដាប់ធម៌ទេសនាថ្ងៃនោះអ្នកស្រុកប្រុសស្រីក្មេងចាស់ក្រោកពីព្រលឹមដោយក្តីរីករាយពួកគេស្លៀកពាក់ខោអាវស្អាតបាតរួចនាំគ្នាទៅវត្តដើម្បីធ្វើបុណ្យ
ក្រៅពីពិធីនៅវត្តគេធ្វើពិធីសែនព្រេននៅតាមផ្ទះវេលាយប់បង្ហើយដើម្បីអញ្ជើញវិញ្ញាណក្ខន្ធដូនតាញាតិកា7សន្តានមកទទួលភោគផលពីកូនចៅ